ស្វាមីត្រូវស្មោះត្រង់ជាមួយភរិយាត្រូវស្មោះត្រង់ជាមួយស្វាមីប្តីមួយប្រពន្ធមួយជាឯកពន្ធភាពណាច្បាប់យើងចេញដែរតាញាតិញោមណាពីព្រោះប្រទេសយើងជាប្រទេសកាន់ពុទ្ធសាសនាព្រះពុទ្ធសាសនាចាត់ទុកជាសាសនារបស់រដ្ឋនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញចឹងរាល់ច្បាប់ទាំងអស់ហ្នឹងគឺតែងតែសម្របសម្រួលទៅនឹងពុទ្ធសាសនាច្បាប់ជាតិហើយនឹងច្បាប់សាសនានឹងដើរទន្ទឹមគ្នាអញ្ចឹងរក្សាសិលអត់មានទាស់ខុសអីទេទាំងបុរសទាំងស្ត្រីទាំងក្មេងទាំងចាស់អាចរក្សាសិលបានអាចធ្វើជីវិតយើងឲ្យបានបរិសុទ្ធស្អាតកុំឲ្យជីវិតយើងនឹងមានភាពក្រោធក្រៀតកុំឲ្យជីវិតយើងសៅហ្មងទោះបីយើងកើតនៅក្នុងតកូលខ្ពង់ខ្ពស់តកូលព្រាហ្មណ៍តកូលក្សត្រក៏ដោយតែបើអត់មានសិលនៅក្នុងខ្លួនព្រះសម្មាសម្ពុទ្ធថាយើងកើតនៅក្នុងតកូលថោកទាបដែរណាពីព្រោះធម៌ទាំង4ហ្នឹងគឺជាធម៌សម្រាប់ញ៉ាំងជីវិតឲ្យប្រសើរឲ្យខ្ពង់ខ្ពស់ណាដូចជាផ្កាឈូកដែលដុះចេញពីគំនរសម្រាមហើយមួយទៀតនៅក្នុងពុទ្ធសាសនានៅក្នុងបត្រៃបិដកព្រះសម្មាសម្ពុទ្ធព្រះអង្គប្រៀបប្រដូចអ្នករក្សាសិលទុកដូចជាទេវតាណាព្រោះអ្នករក្សាសិលចាប់ពីសិល5សិល8ឡើងទៅនឹងព្រះអង្គហៅថាជាទេវតាហើយបើជាបុរសហៅថាទេវតាប្រុសស្ត្រីហៅថាជាទេវតាស្រីភរិយាស្វាមីបើភរិយាក៏មានសិលស្វាមីក៏មានសិលនឹងព្រះអង្គហៅថាទេវតាប្រុសរស់នៅជាមួយទេវតាស្រីតែបើស្វាមីអត់សិលភរិយាមានសិលណាដូចជាខ្មោចប្រុសរស់នៅជាមួយទេវតាស្រីណាចម្រើនពរបើស្វាមីមានសិលហើយភរិយាអត់សិលនឹងដូចខ្មោចស្រីរស់នៅជាមួយទេវតាប្រុសហើយបើអត់សិលទាំងអស់គ្នាដូចខ្មោចស្រីរស់នៅជាមួយខ្មោចប្រុសញាតិញោមណាចម្រើនពរទោះយ៉ាងណាក៏ដោយអាត្មាភាពសូមជូនពរលោកឯកឧត្តមលោកជំទាវលោកតាលោកយាយទាំងអស់គ្នាសូមឲ្យបានคลายខ្លួនទៅជាទេវតាទាំងអស់គ្នាញាតិញោមណាចម្រើនពរសូមអនុមោទនាការសម្ដែងព្រះធម៌ជាប់តាក់ទងទៅនឹងបទសិលណានៅក្នុងកម្មវិធីពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមក៏ល្មមសំតាមពេលវេលានឹងបញ្ចប់អេវ៉ាំងឡើងជាក្រមប្រសាអត់ដំជាច្បាប់តម្រាក្បួនអប់រំមនុស្សតាមពុទ្ធដីកាធ្វើកាយឲ្យរៀបរយល្អគោរពច្បាប់រដ្ឋឲ្យបានម៉ត់ចត់ទោះមានឬក្រអ្នកតូចអ្នកធំត្រូវប្រឹងធ្វើល្អរស់មានគុណធម៌ជីវិតមានន័យគោរពច្បាប់សាសនាប្រឹងប្រែងឧស្សាហ៍ប្រាថ្នាសុខ័យរក្សាសិល5ជាអង្គចិនត្រៃរក្សាតម្លៃនៃមនុស្សជាតិ
ជីវិតថ្លៃថ្លាព្រោះមានឈ្មោះថាអ្នកស្នេហាជាតិជាជនសប្បុរសសង្គ្រោះដល់ញាតិជីវិតណាយមិនឃ្លៀតពីការសាងល្អសូមអនុមោទនា